ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីម្នើខ្យងទៀតហើយកាលពីវីដេអូមុនខ្ញុំបង្ហាញបងប្អូនចាពីរបៀបអាំងខ្យងចាអាំងខ្យងលើអំបិលជ្រលក់ជាមួយនឹងទឹកត្រីកោះកុងថ្ងៃនេះចាខ្ញុំដូរបរិយាកាសចាមកចំហុយខ្យងចាជាមួយនឹងទឹកដោះគោស្រស់ឬមួយក៏គេហៅថាអប់ខ្យងជាមួយនឹងទឹកដោះគោស្រស់ចាប្លែកម្យ៉ាងបងប្អូនចាឲ្យថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងឥឡូវនេះអញ្ជើញបងប្អូនទៅមើលពីសកម្មភាពការងាររបស់ខ្ញុំកាលពីម្សិលមិញចាំមុននឹងឈានចូលដល់ការធ្វើម្ហូបណាម្សិលមិញគឺខ្ញុំបានរៀបចំសួនដំណាំថ្មីបងប្អូនចាសម្អាតស្មៅនៅក្នុងសួននេះហើយនឹងដាំតកួនចាដាំផ្កាដាំកូនម្ទេសខ្ជូតនៅក្នុងហ្នឹងបងប្អូនព្រោះចាមិនដាំទេហើយរងស្បៃនេះដោយសារតែក្មួយស្រីរបស់ខ្ញុំគាត់ធ្វើចន្លោះមកជួចាចន្លោះមកជួអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដាក់ថែមជួទៀតតែមិនដឹងថារស់ឬអត់ទេបងប្អូនដោយសារស្ពៃនេះរៀងធំហើយចាវាធំពេកមិនដឹងថារស់អត់ទេខ្ញុំសាកល្បងដាំដែរទេចាបើសិនជាអត់រស់ក៏តាមនឹងទៅបងប្អូនតែបើសិនជារស់គឺល្អមែនតែនចាហើយនេះគឺខ្ញុំរៀបចំដាំហើយបងប្អូនចាម៉ោងប្រហែលជា5 6ល្ងាចហ្នឹងគឺខ្ញុំចាប់ដាំស្រោចដំណាំហើយចាស្រោចដំណាំហ្នឹងគឺប្រហែលកាច់តែម្ដងរវល់ខ្លាំងបងមែនតែនបងប្អូនអើយម្សិលមិញហើយនេះតកូននៅសល់ពាក់កណ្ដាលរងទៀតបងប្អូនចាដាំបដាលចានៅសល់ទុកញ៉ាំខ្លះបដាលចាហើយសម្អាតស្មៅនៅកន្លែងនោះគឺស្មៅអាសាដោះបងប្អូនមួយអាទិត្យអីហ្នឹងចាចូលសម្អាតម្ដងហើយដោយសារតែស្មៅគឺដោះញុកលឿនមែនតែនលឿនជាងដំណាំទៅទៀតចាហើយពីថ្ងៃហ្នឹងគឺខ្ញុំបានដើររកខ្យងចាដោយសារតែញៀនជាមួយនឹងការដើររកខ្យងក៏ដូចជាការជីកក្តាមបងប្អូនមករយៈនេះហើយម្សិលមិញហ្នឹងគឺខ្ញុំដើររកក្តាមហ្នឹងបានប្រហែលជា4 10ដែរប៉ុន្តែដោយសារតែបងស្រីខ្ញុំគាត់ធ្វើជាមួយនឹងក្តាមប្រៃអស់ទៅហើយនេះគឺខ្ញុំជីកបានខ្យងថៃចំនួន2ធំដែរប៉ុន្តែខ្ញុំអត់បានយកធ្វើម្ហូបទេបងប្អូនចាអត់ទាន់បានធ្វើទេដោយសារតិចពេកចាធ្វើខ្យងផ្សេងចាឥឡូវគឺកាត់មកដល់ពេលព្រលឹមឡើងខ្ញុំក៏ចំណាំថានៅទីនេះចាបើសិនជាមានប្រភពទឹកគ្រប់គ្រាន់ការរស់នៅគឺសុខសប្បាយចាពេលដែលខ្វះទឹកគឺពិបាកមែនតើបងប្អូនជាក់ស្ដែងចានៅតំបន់ខ្ញុំអត់ទាន់បានតទឹកចូលគ្រប់ផ្ទះទេចាទឹកស្អាតចាប្រើតែទឹកត្រពាំងចាទឹកអីណាបងប្អូនដើម្បីជីវភាពចាការស្រោចដំណាំចាទាំងមនុស្សទាំងសត្វគឺប្រើជាមួយនឹងទឹកត្រពាំងសឹងតែថាគ្រប់ក្រុមគ្រួសារហើយបងប្អូនខ្ញុំគិតថាអាចជាការសន្សំសំចៃមួយដែរដោយសារតែទឹកត្រពាំងគឺយើងអាចផ្គត់ផ្គង់គ្រប់ចាឬមួយក៏មិនគ្រប់ខ្ញុំអត់ច្បាស់ដែរដោយសារតែខ្ញុំអត់ទាន់បានឆ្លងកាត់រដូវនេះណាចាមានតែចាំមើលជាក់ស្ដែងនឹងឯងតែសម្រាប់ផ្ទះខ្ញុំគឺខ្ញុំមានត្រពាំងទឹកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារខ្លះស្រោចដំណាំស្រោចអីហ្នឹងហើយក៏មានត្រពាំងទឹកចារួមមួយសម្រាប់ប្រើប្រាស់ដូចជាយើងមុជទឹកមុជអីចឹងទៅបងប្អូនបោកកៅអៅឬមួយអីចឹងទៅចាហើយជាក់ស្ដែងថ្ងៃនេះខ្ញុំបង្ហាញពីសកម្មភាពបោកកៅអៅនេះចាក្នុងគោលបំណងដើម្បីប្រាប់បងប្អូនថាជីវិតរបស់ខ្ញុំគឺសាមញ្ញមែនតើចាបោកកៅអៅក៏ខ្លួនឯងដែរបងប្អូនចាអត់មានម៉ាស៊ីនឬមួយក៏អត់មានអីដូចមុនទេចាបើនិយាយទៅបញ្ចេញកម្លាំងសឹងថាមួយថ្ងៃនេះអស់ហ្មងបងប្អូនចាតែពេលយប់ឡើងគេលក់ស្រួលមែនតើចាឥឡូវនេះគឺខ្ញុំចាប់ដើមលាងខ្យងហើយខ្យងដែលខ្ញុំប្រើចាចំនួន1គីឡូចាអត់សូវច្រើនដោយការវីដេអូមុនទេបងប្អូនចារបៀបនៅក្នុងការលាងខ្យងនេះក៏មិនខុសពីការពីវីដេអូមុនដែរចាដោះលាងសម្អាតវាស្អាតទៅចាបន្ទាប់មកគឺខ្ញុំមានគ្រឿងផ្សំដូចជាគល់ស្លឹកគ្រៃចំនួន3គល់ចាត្រសក់ស្រូវយើងហ្នឹងចាចំនួន3ទឹកដោះគោស្រស់ចំនួន1កំប៉ុងក្រូច3ផ្លែហើយនិងម្ទេស 4-5 គ្រាប់ជាមួយនឹងស្លឹកក្រូចសើចចានិយាយទៅគ្រឿងផ្សំទាំងអស់នេះគឺខ្ញុំទិញខ្លះចាខ្ញុំមាននៅក្នុងភូមិខ្លះហើយរបៀបនៅក្នុងការបុកទឹកត្រីកោះកុងនេះក៏មិនខុសអីកាលពីវីដេអូមុនដែរបងប្អូនចាដូចគ្នាទេចាឥឡូវនេះគឺខ្ញុំចាប់ដើមធ្វើចាជាដំបូងគឺដាក់ខ្ទះនៅលើភ្លើងឲ្យរៀងក្តៅបន្តិចទៅបងប្អូនបន្ទាប់មកចាក់ខ្យងយើងចូលទៅចាហើយចាក់ជាមួយនឹងដាក់គ្រឿងចាមានគល់ស្លឹកគ្រៃចាជាមួយនឹងស្លឹកក្រូចសើចចាហើយរោយជាមួយនឹងអំបិលស៊ុបយើងបន្តិចទៅបងប្អូនហើយចាក់ជាមួយនឹងទឹកដោះគោស្រស់យើងចូលតែម្ដងចាតែប៉ុណ្្នឹងទេបងប្អូនចាអបចោលប្រហែលជា10ចាទៅ15នាទីអីហ្នឹងខ្យងរបស់យើងឆ្អិនហើយខ្ញុំអត់មានប្រើទឹកអីទៀតទេបងប្អូនចាអបចាជាមួយនឹងទឹកដោះគោស្រស់យកតែម្ដងណាហើយក្លិនវាឈ្ងុយមែនតែនបងប្អូនដោយសារតែមានគល់ស្លឹកគ្រៃស្លឹកក្រូចចឹងជាមួយនឹងត្រូវជាមួយនឹងទឹកដោះគោស្រស់ទៀតគឺក្លិនវាឈ្ងុយប្លែកចាខុស
កាលពីយើងធ្វើអាំងហ្នឹងណាចាឥឡូវនេះខ្យងរបស់ខ្ញុំគឺចិត្តឆ្អិនទេបងប្អូនចាមើលការពុះរបស់វាគឺក៏តំណងមែនតែនបងប្អូនចាខ្ញុំជឿជាក់ថាបងប្អូន99%គឺគាត់ធ្លាប់ធ្វើញ៉ាំជាមួយនឹងម៉ណុយមួយនេះហើយប៉ុន្តែថ្ងៃនេះដោយសារតែខ្ញុំចង់បង្ហាញចាពីស្នាដៃរបស់ខ្ញុំជូនបងប្អូនទស្សនាបើសិនជាខ្ញុំធ្វើខុសពីបងប្អូនអីបងប្អូនជួយ comment នៅខាងក្រោមវីដេអូចាដើម្បីជាការចែករំលែកផងណាឥឡូវនេះខ្យងចំហុយរបស់ខ្ញុំហ្នឹងក៏បានឆ្អិនដែរបងប្អូនចាយើងញ៉ាំជាមួយនឹងទឹកថៃកោះកុងចាគឺឆ្ងាញ់មែនតែនឈ្ងុយហើយទឹកនៅខាងក្នុងខ្យងហ្នឹងកុំចោលបងប្អូនដោយសារតែជាទឹកខ្យងលាយជាមួយនឹងទឹកដោះគោស្រស់ទេហើយមើលអ្នកបងប្អូនចាគឺឆ្ងាញ់មែនតែនបងប្អូនហើយខ្ញុំមានបន្លែទឹកសក់ចាញ៉ាំជាមួយគឺអែមមែនតែនបើសិនជាមានជីមានសាឡាត់ចាមានការ៉ុតអីបន្ថែមទៀតគឺរឹតតែល្អតែដោយសារតែខ្ញុំអត់មានណាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចូលចិត្តទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនចូលចិត្តចាបងប្អូនជួយចុច follow page និង subscribe YouTube channel របស់ខ្ញុំផងណាជួបខ្ញុំវីដេអូក្រោយ